បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែកម្លែកនៅ list មួយសម្រាប់គណនារកប្រវែងសរុបដែលហៅថា total length នៅក្នុងកម្មវិធី AutoCAD អញ្ចឹងlist មួយហ្នឹងមិនមែនខ្ញុំបង្កើតខ្លួនឯងទេគឺខ្ញុំ download ពី internet មកដែរទេតែខ្ញុំគិតថាវាល្អក៏យកមកចែកម្លែកជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំបើកកម្មវិធី AutoCAD មកខ្ញុំឧទាហរណ៍ថាខ្ញុំមានជា line មួយខ្ញុំគូស line មួយប្រវែង5ម៉ែត្រដោយសារនៅក្នុងនេះຂະຫນາດជាមីលីម៉ែត្រអញ្ចឹងខ្ញុំវាយ5ម៉ែត្រខ្ញុំវាយ line ដដែលហ្នឹងគឺ2ម៉ែត្រកន្លះទៀតចុះបាទបន្ទាប់មកទៀតខ្ញុំបង្កើត polyline មួយខ្ញុំគូស polyline ខ្ញុំវាយ command PL enter មកខ្ញុំគូចំណុចចាប់ផ្ដើមតាណាមួយទៅខ្ញុំវាយប្រវែងវា3ម៉ែត្រចុះមកក្រោមខ្ញុំវាយវាទៀត3ម៉ែត្រទៀតខ្ញុំឡើងមកលើនេះ1ម៉ែត្រកន្លះបាទហើយខ្ញុំគូជាអាក់មួយទៅ A enter ខ្ញុំคลิกចំណុចណាមួយមកត្រង់នេះចុះខ្ញុំចុច M8 នេះវាឡើងខ្ញុំគូខ្ញុំឧទាហរណ៍ថាវានៅត្រង់ចំណុចណាមួយទៅហ្នឹងចុះបាទអញ្ចឹងខ្ញុំមូអាក់ចេញតិចកុំឲ្យវាជាប់គ្នាបាទមើលហើយខ្ញុំមានជា SPL មួយទៀត SP line ខ្ញុំគូសសេរីទៅបាទអញ្ចឹងដើម្បីរកប្រវែងសរុបបានគឺយើងត្រូវ select លើវាមួយអញ្ចឹងមកធម្មតាបើអត់មាន list ជំនួយឬកម្មវិធីជំនួយទេគឺយើងប្រើអញ្ចឹងយើង property លើវាមកយើងមើលទៅឃើញប្រវែងសរុបរបស់វាមួយឯនេះអាក់ឡែងនេះគឺប្រវែងរបស់វាអញ្ចឹងសម្រាប់ list នេះគឺវាងាយស្រួលអញ្ចឹងខ្ញុំ load list ហើយអញ្ចឹងខ្ញុំវាយថា TL មកបាទគឺ total length ខ្ញុំចុចលើវាមកខ្ញុំ select ទាំងអស់បែបនេះខ្ញុំចុច enter មកគឺយើងឃើញហើយគឺយើងមាន line គឺវាសរុបឲ្យហើយ line មួយនេះគឺប្រវែងវានេះគឺ7ម៉ែត្រកន្លះហើយសម្រាប់ polyline ហ្នឹងក៏7ម៉ែត្រកន្លះដែរហើយសម្រាប់ SP line នេះគឺ6ម៉ែត្រ4ទឹក6ហ៊ុន9លីអញ្ចឹងទៅហើយសម្រាប់អាក់នេះគឺប្រវែងវាចំនួន7ម៉ែត្រ8ទឹកនេះទៅហើយវាអាចរកប្រវែងរង្វង់ឬក៏ ellipse បានទៀតយើងគូខ្ញុំឧទាហរណ៍មើលយើងគូរង្វង់ទៅ cycle មួយទៅនេះមកហើយ ellipse នេះ ellipse យើងគូសេរីមួយយើងចង់ដឹងវាទេបាទអញ្ចឹងទៅហើយខ្ញុំវាយ TL ដែរហ្នឹង total length បាទ select លើវាទាំងអស់អញ្ចឹងមកចុចទៅនឹងឃើញយើងមានឃើញសពគ្រប់ទាំងអស់ហើយអញ្ចឹងវាមានកន្លែង total ឲ្យយើងមានន័យថា line ប្រវែងម៉ាន polyline ប្រវែងម៉ានcycle ellipse ហ្នឹងប្រវែងប្រមាណសរុបអស់ហើយវាបូក total ឲ្យយើងវាងាយស្រួលសម្រាប់យើងគណនាបរិមាណធ្វើ BOQ អីហ្នឹងគឺវាស្រួលហើយយើងអាច copy តម្លៃហ្នឹងទៅហើយទៅដាក់នៅក្នុង Excel ទៅឬក៏អាច export ជា Excel file ហ្នឹងក៏បានដែរអាហ្នឹងយើងដោយប្រើ copy នេះតាមមួយហ្នឹងឧទាហរណ៍ line ហ្នឹងជាប្រភេទខ្ញុំឧទាហរណ៍ថាអញ្ចឹងអត់10 polyline នេះយើងគូសម្រាប់អញ្ចឹងអត់20cycle នេះជារង្វង់កម្មអីសម្គាល់អីមួយចាំបាច់អញ្ចឹងទៅអាហ្នឹង list ជំនួយហ្នឹងគឺវាល្អបែបហ្នឹងហើយមួយទៀតបើសិនជាយើងប្រើកម្មវិធី YCube App install ហើយគឺយើងអាចប្រើ command មួយដែរគឺ command ZC បាទ command ZC នេះយើងចុចលើវាមកបាទចុចលើវាមកយើង click OK មកហើយយើង select លើ object ទាំងអស់ហ្នឹងទៅវាឃើញប្រវែងមកហើយប្រវែងអានេះគឺជាប្រវែងជុំវិញណាអញ្ចឹងវាមានប្រវែងមួយហើយយើងចុចលើវាទៅគឺវានឹង total សរុបឲ្យដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចផ្ទៀងផ្ទាត់បានផ្ទៀងផ្ទាត់ថា total length list មិញហ្នឹងហើយនឹងYCube App list សម្រាប់
kẹt nè bảo váy nó bị trâu khi ọt giống như vậy total length TL nhầm enter mắt select viên chân mắt và dương enter tới nè giống này nó hơi khơi nhỉ khơi hà anh ấy việc dương ở bàn select mùi dương ai select một đòn tiếp nên select anh ấy máu select việc ọt tới mà nhưng khơi về tiền tuột cái này ở lấy mà lái ní cứ vài phần màn cả là chẳng lái nhỉ cứ gặp 5 mét ní hay 2 mét cả là ní viên phần màn cả là ai poi lái cứ này chẳng phần màn cả là chẳng vài viên nó cứ ai đó khơi nhé vì trâu cái này chẳng là nó viên nghi sủa nè đó này ai pra pi rập biệp năng tới dương miền chỉ lip muối hay năng chia add in vài chịu ạ nó như dương ai kẹt như total length ba này để ra giật xì của mình nè anh chẳng sầm rạp lip total length nó khi mà đã ao download từ comment description hàng cào video nó nè các bạn anh cho từ tiền vô bàn hay làm bài load lip bán cứ dương còn đặt ra ở comment upload nó và upload nó nói dương từ thì tăng clip này dừng đại cái clip nó cứ total length và chẳng load viên chẳng quá hay dừng close tới hay dừng pra comment total length năng bà này bà hay total length sầm rạp clip năng đáy cứ biết ai pra ban đâu tập pì nhằm ưu tiên ho ta chỉ point giống như vậy thì LP nó dừng ai click nhằm ưu tiên ho ta nhằm chọn kẹt này vào vài trầm ní mà đo trầm ní là vì vào màn chạy tập pi chấm nói những cái con chỉ pram mày này giống như mình thở máu nhưng khơi nhé vì đã thắp pram pon là xa khăn những cái chia mm đó hay dân copy về bản chấn xâm rạp comment total length đó xâm rạp video nó nhưng mà chọc dần phần này hay bên này thằng nên cách thao vì miền bị giỏi lõ này nó này ai chạy mình lấy video nó xâm rạp chỉ bị giỏi đại chăm bạch pra តាមការងារផ្សេងៗរៀងខ្លួនបានសូមអរគុណ